ចាជំរាបសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវីដេអូកសិកម្មនៅប្រទេសអ៊ីស្រាអែលដែលនេះគឺជាសកម្មភាពរបស់និស្សិតកសិកម្មយើងពីប្រទេសកម្ពុជាគាត់បានទៅធ្វើការនៅទីនោះអញ្ចឹងនេះគឺជាចំការប៉មណាបងប្អូនគេដាំនៅលើភ្នំឯណាចាប៉ុន្តែយើងឃើញថាប៉មនេះគឺផ្លែល្អមែនទែនចានេះជាសកម្មភាពដែលពួកគាត់កំពុងតែបេះផ្លែប៉មតែបេះហ្នឹងមិនមែនបេះញ៉ាំទេណាបងប្អូនគឺបេះចោលតែម្ដង ចារៀងបេះចោលខ្លះដើម្បីឲ្យផ្លែដែលនៅហ្នឹងគឺវាបានធំធាត់ល្អកាលណាតែផ្លែច្រើនពេកទៅគឺវាអត់សូវផ្លែធំទេណាអញ្ចឹងយើងឃើញនេះបេះចោលច្រើនណាចាអញ្ចឹងបងប្អូនយើងខ្លះប្រហែលជាស្ដាយណាប៉ុន្តែការពិតបើសិនជាផ្លែច្រើនអញ្ចឹងគឺគេអត់អាចបញ្ចេញឬក៏ប្រមូលផលបានច្រើនទេគឺវាបានលក់នៅក្នុងតម្លៃដែលទាបអញ្ចឹងកាលណាគេបេះផ្លែចេញខ្លះអញ្ចឹងវាធ្វើឲ្យផ្លែប៉ោមហ្នឹងវាអាចធំធាត់បានល្អហើយអាចលក់នៅក្នុងទីផ្សារបានតម្លៃខ្ពស់ផងដែរអញ្ចឹងយើងឃើញហើយនេះគឺជាចំការកសិកម្មរបស់គេដែលគេដាំចំការផ្លែប៉ោមណាបងប្អូនហើយយើងឃើញទៅសិតតែភ្នំឯនោះចាពីព្រោះថាការដាំដុះហ្នឹងគឺគេដាំនៅលើភ្នំតែម្ដងចាគេដាំនៅលើភ្នំតែម្ដងប៉ុន្តែគេអាចប្រកួតគងទឹកបានគ្រប់គ្រាន់ផងដែរចា